សូមជូនរឿងកវំបតិមានុគុណនៃការកសាងសេនាសនៈសម្រាប់អ្នកដំណើរក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈមានគង្វាលគូម្នាក់ជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនាបានឃើញភិក្ខុមួយអង្គជាព្រះខៃណាស្របនិមន្តទៅបិណ្ឌបាតនៅក្នុងភូមិរបស់ខ្លួនដល់លោកត្រឡប់ចេញពីភូមិមកវិញទៅគង់ឆាន់ចង្ហាន់កណ្ដាលទីវាលឆ្ងាយពីភូមិនោះបន្តិចឯភូមិនោះគ្មានដើមឈើជាម្លប់ទេព្រោះតាំងនៅកណ្ដាលទីវាលស្រឡះនាយគោបាលបានឃើញយ៉ាងនេះហើយក៏គិតថាបើអញធ្វើខ្ទមត្រង់នេះមួយសម្រាប់អ្នកដំណើរប្រហែលជាប្រធេរៈលោកចូលទៅជ្រកក្នុងខ្ទមអញមិនខានលុះគិតយ៉ាងនេះហើយក៏ទៅកាប់កូនជ្រេះ4ដើមយកមកបោះធ្វើជាសសរយកមែកឈើនិងស្លឹកឈើបាំងពីលើហើយទៅបវរណាប្រគិនខ្ទមនោះដល់ព្រះថេរៈលោកក៏តែងតែចូលទៅឆាន់នៅក្នុងខ្ទមនោះរាល់ថ្ងៃក្រោយមកបានយកកូនជ្រេះមួយដើមទៅដាំមុខខ្ទមនោះទៀតដើម្បីធ្វើជាម្លប់នាយគោបាលដល់អស់អាយុទៅក៏បានទៅកើតនៅក្នុងឋានចាតុមហារាជការមានស្រីទេពអប្សរចោមរោមមីដេដាស់នៅលើវិមានប្រាសាទនៅមុខវិមានប្រាសាទនោះមានដើមជ្រេះធំមួយដើមមានផ្កានិងស្លឹករីកស្គុះស្គាយឡើងជាគ្រឿងលម្អដោយអំណាចផលដែលបានកសាងខ្ទមនិងដាំដើមជ្រេះនោះគូបាលទេវបុត្របានសោយសេចក្តីសុខនៅក្នុងលោកនិងទេវលោកជាអនុលោមបដិលោមអស់ចន្លោះព្រះពុទ្ធមួយព្រះអង្គដល់មកសាសនាព្រះសម្មាសម្ពុទ្ធព្រហ្មគ្រូយើងនេះបានមកកើតនៅក្នុងត្រកូលមួយនាមជ្ឈិមប្រទេសមានឈ្មោះថាកវំបតិមានុជាមិត្តសម្លាញ់របស់ព្រះយសធេថ្ងៃមួយកវំបតិមានុទៅស្ដាប់ធម៌ព្រះសម្ពុទ្ធបានសម្រេចព្រះរហ័តក៏បួសនៅក្នុងពេលនោះទៅឯដើមជ្រេះនៅឋានចាតុមហារាជការដែលដុះមុខវិមានរបស់លោកកាលកើតជាទេវបុត្រនោះមិនវិនិច្ឆ័យបាត់បង់ទៅណាឡើយលោកតែងនិមន្តទៅសម្រាកកាយចម្រើនឈានសមាបត្តិក្រោមដើមជ្រេះនោះទៅរាល់ពេលឯស្ដេចបាយាសិដែលមិនជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាជាអ្នកធ្វើទានខ្ជាលុះទីបង្គត់ទៅក៏បានទៅកើតនៅក្នុងចាតុមហារាជការជាទេវបុត្រកំសត់ទុរគតឥតវិមានឥតប្រាសាទជាបរិវារបានឃើញដើមជ្រេះនោះទំនេរក៏ចូលទៅអាស្រ័យនៅថ្ងៃមួយព្រះកវំបតិតថេនិមន្តទៅសម្រាកកាយនាដើមជ្រេះនោះស្រាប់តែឃើញស្ដេចបាយាសិទេវបុត្រនៅក្នុងទីនោះម្នាក់ឯងទើបសួរថាមនាលទេវបុត្រអ្នកទើបមកពីទីណាបាយាសិទេវបុត្របានថ្លែងប្រវត្តិរបស់ខ្លួនតាំងពីដើមដល់ដល់ចប់លោកបានជ្រាបប្រវត្តិនោះហើយនិមន្តចុះមកឋានមនុស្សលោកវិញឯបាយាសិទេវបុត្រក៏នៅអាស្រ័យនឹងដើមជ្រេះនោះដល់មកថ្ងៃមួយព្រះបាទវិសុវណ្ណបានហៅស្ដេចបាយាសិទេវបុត្រប្រើឲ្យទៅរក្សាសមុទ្រខ្សាច់មួយដែលមានពួកអមនុស្សចេះតែបៀតបៀនពួកឈ្មួញរទេះអ្នកត្រាច់ចោលទៅមកធ្វើពាណិជ្ជកម្មបាយាសិទេវបុត្រកាលបានពោអំពីស្ដេចវិសុវណ្ណហើយក៏ទៅនៅកណ្ដាលវាលខ្សាច់នោះឯដើមជ្រេះក៏ទៅប្រឌិដ្ឋានជាវិមាននៅនាវាលខ្សាច់នោះដែររឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ